ចំណុចសំខាន់អ្នកទាំងអស់គ្នាមានបងប្អូនណាខ្លះដែលគេហៅថាកំពុងតែវង្វេងខ្លួនឯងវង្វេងគោលដៅខ្លួនឯងរកខ្លួនឯងឃើញអញ្ចឹងណាអញ្ចឹងថ្ងៃនេះសូមសួរមួយអ្នកទាំងអស់គ្នា4ចំណុចទី1តើអ្នកចង់បានអីពិតប្រាកដឧទាហរណ៍ថាខ្ញុំចង់បានផ្ទះខ្ញុំចង់បានឡានខ្ញុំចង់ជោគជ័យខ្ញុំចង់លក់ដាច់ខ្ញុំចង់មាននេះមាននោះអញ្ចឹងទៅរកចំណុចខ្លួនឯងចង់តតែបានឲ្យឃើញសិនព្រោះថាមនុស្សយើងតែអត់ចង់អីហើយណាគឺពិបាកក្នុងការសាងខ្លួនឯងយល់អីស៊ីប្រៀបដូចជាយើងមានឡានមានសាំងអញ្ចឹងយើងចេះតែជីអត់ដឹងទៅណាផងអស់សាំងកដាប់ផ្លូវបើយកប្រឡូកទៀតពិបាកទៀតមែនអត់កាន់តែពិបាកទៀតហើយចាយលុយអំពើចាយពេលវេលាអំពើអញ្ចឹងចំណុចទី1អ្នកទាំងអស់គ្នាទៅសួរខ្លួនឯងសិនថាអ្នកចង់បានអីអូខេណាចំណុចទី2អ្នកចង់បានអ្នកដឹងច្បាស់លាស់ហើយចំណុចទី2តើអ្នកពេលណាអ្នកចាប់ផ្ដើមពេលណាអ្នកចាប់ផ្ដើមយល់ទេសិចឹងអាបុគ្គលមួយចំនួនខ្ញុំចាំមានលុយសិនខ្ញុំចាំប្តីខ្ញុំជឿសិនខ្ញុំចាំ ABCD សិនសួរថាអញ្ចេះអ្នកចាំមកយូរនៅសិអ្នកត្រូវតែដឹងសិនថាពេលណាអ្នកចាប់ផ្ដើមពេលខ្លះយើងមានខអាងច្រើនខអាងហ្នឹងហើយគឺជាអញ្ចឹងតាមពិតយើងរំលងតែអញ្ចឹងហ្នឹងយើងអាចមានលទ្ធផលបាត់តែអញ្ចឹងហ្នឹងវាបិទយើងឲ្យយើងទៅរកភាពជោគជ័យរបស់យើងបានទៅរកគោលដៅរបស់យើងនឹងបាននឹងឯងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានអញ្ចឹងកាត់អញ្ចឹងហ្នឹងឲ្យបានអ្នកទាំងអស់គ្នាទទួលបានអ្វីដែលអ្នកទាំងអស់គ្នាត្រូវការអញ្ចឹងហ្នឹងអីគេខអាងពីងនឹងឯងយល់ទេសិអញ្ចឹងបើសិនជាអ្នកនៅមានខមានអាងមានពីងអ្នកអាចទទួលបានលទ្ធផលទេជាពិសេសខអាងចាំសិនក្មេងតូចប្តីខ្ញុំ ABCD អញ្ចឹងទៅប្តី ABCD ហ្នឹងអីគេប្តីអត់ចង់ឲ្យពិបាកអ្នកដែលមានភាពកក់ក្ដៅគឺអត្រានៃការទទួលបានភាពជោគជ័យគឺពិបាកខ្លាំងដោយសារគេពេលដែលគាត់ឈឺគាត់រយគេរម្ដាយគាត់រប្តីគាត់អីចឹងទៅរប្រពន្ធគាត់អីចឹងទៅតែអ្នកដឹងទេខ្ញុំឲ្យអ្នកទាំងអស់គ្នាប្រៀបធៀបអ្នកដែលមានស្វាមីដែលល្អខ្លាំងណាហើយអ្នកដែលមេម៉ាយតើបុគ្គលណាលះគ្រាខ្លាំងជាងអ្នកម៉ាយឯងពីច្រើនដោយសារគេដោយសារគាត់អត់មានអ្នកជួយអ្នកគួតគង់អ្នកទំនុកបំរុងអញ្ចឹងគាត់ធ្វើពេញទំហឹងបើអត់ធ្វើអត់មានអីញ៉ាំទេអត់ធ្វើអត់មានអ្នកគេហៅថាអត់មានអីគួតគង់កូនទេអញ្ចឹងមិនថាអ្នកមេម៉ាយហេតុអីគាត់លះខ្លាំងដោយសារគាត់អត់មានទីពឹងអត់ជំរើសតែគាត់មានជំរើសគាត់អត់មានភាពខ្លាំងដូចតែគ្នាហ្នឹងនៅតែលែមួយដូចតែគ្នាហ្នឹងតែគាត់អស់គេហៅថាអស់ខអស់អាងអស់ពីណាត្រូវតែធ្វើពេញទំហឹងហ្នឹងឯងហើយចំណុចទី3អ្នកទាំងអស់គ្នាហេតុអ្វីបានជាអ្នកចាប់ផ្ដើមហើយហេតុអ្វីបានជាអ្នកមិនទាន់ចាប់ផ្ដើមសួរសិនឧទាហរណ៍ថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមដោយសារគេសួរខ្លួនឯងមិនគ្រូយន្តទីដែរណាអ្នកខ្លះគេថាហើយហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមដោយសារខ្ញុំចង់ពិតប្រាកដខ្ញុំត្រូវការពិតប្រាកដខ្ញុំត្រូវការភាពជោគជ័យពិតប្រាកដខ្ញុំត្រូវការភាពស្រែកឃ្លានពិតប្រាកដមែនទេហេតុអ្វីបានជាបុគ្គលមួយចំនួនអត់ទាន់ចាប់ផ្ដើមដោយសារគេដោយសារខ្ញុំចាំមើលសេដ្ឋកិច្ចសិនខ្ញុំចាំមើលប្តីខ្ញុំសិនខ្ញុំចាំមើលលុយសិនហេតុអ្វីគឺគាត់ដឹងទាំងអស់ហើយអញ្ចឹងមនុស្សយើងពេលដែលយើងដឹងតែខ្លួនឯងឈឺហើយយើងនឹងរកថ្នាំព្យាបាលតែបើមិនទាន់ដឹងតែខ្លួនឯងឈឺទេយើងរកថ្នាំព្យាបាលគឺពិបាកអញ្ចឹងហេតុអ្វីហ្នឹងឯងសួរថាអ្នកខ្វះអីអ្នកត្រូវការអីអ្នកទាំងអស់គ្នាដឹងមកចោតគ្រូយន្តអាណិតណាសាងខ្លួនឯងណាទូរស័ព្ទ A3i នេះបែកអេក្រង់ផងអីផងខ្ញុំចេញឡាយខ្ញុំអត់មានខកអានថាតើតែខ្ញុំស្អាតខ្ញុំបកកាយខ្ញុំមានគ្រប់យ៉ាងបើខ្ញុំសាងអត់ទេខ្ញុំចេញសាងតែខ្ញុំនៅពាក់កៅជជុះកៅ4-5,000ហើយពេលខ្លះឡាយកៅឈុតគេនឹងឯងក៏មានដែរដោយសារគេខ្ញុំត្រូវការពិតប្រាកដខ្ញុំលែងមានខមានអាងពីងហើយហ្នឹងហើយគឺជាមូលហេតុមួយដែលគ្រូយន្តអនុវត្តហើយមួយទៀតអ្នកទាំងអស់គ្នាមនុស្សមួយចំនួនគឺមើលងាយធំសបកក្រៅអញ្ចឹងបើសបកក្រៅយើងអត់ល្អហើយយើងអត់ខំប្រឹងសាងទៀតកាលបានយើងមានលទ្ធផលល្អដូចគេលទ្ធផលធំដូចគេអញ្ចឹងមិនថាពេលដែលយើងឲ្យតម្លៃមនុស្សភាគច្រើនអ្នកមានណាឲ្យតម្លៃទៅលើទ្រព្យសម្បត្តិគេមានអត់តែយើងអត់ដឹងថាឬកៅគេបែបណាគឺការដែលគេមានចំណេះដឹងនិងការខិតខំប្រឹងប្រែងរបស់គេនឹងឯងជារបស់គេនឹងឯងចឹងមិនថាបើសិនជាយើងដឹងថាហេតុអ្វីបានជាយើងចាប់ផ្ដើមនិងហេតុអ្វីបានជាយើងមិនចាប់ផ្ដើមហើយយើងរកចំណុចដែលយើងឈឺឃើញហើយយើងព្យាបាលទៅចំណុចទី4អ្នកទាំងអស់គ្នាសម្រាប់ចិត្តដាច់ខាតហើយចាប់ផ្ដើមធ្វើភ្លាមបានន័យថាបើសិនជាពេលនេះអ្នកទាំងអស់គ្នាសម្រាប់ចិត្តថាខ្ញុំនឹងជោគជ័យនៅក្នុងអនឡាញដាច់ខាតក្រោយខ្ញុំនឹងយកឲ្យបានសម្រាប់ចិត្តដាច់ខាតហើយចេញអនុវត្តភ្លាមមានអីអនុវត្តហ្នឹងគឺអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាធម្មពលចេញមកពីក្នុងលះហើយលែងហ៊ានថាហើយខ្ញុំអត់ស្អាតដូចមុនអត់ប្រកែកដូចមុនទេមនុស្សតែចាំត្រូវតែ24ម៉ោងគឺភ័យហ្មងខ្លាចហ្មងលែងចង់ចាប់ដើមបណ្ដោយតែបើសិនជាអ្នកទាំងអស់គ្នាមានធម្មពលសម្រាប់ចិត្តធ្វើភ្លាមហើយអនុវត្តភ្លាមគឺអ្នកទាំងអស់គ្នាអត់មានភាពភ័យខ្លាចទេអានេះគឺជាអ្វីដែលគ្រូយន្តអនុវត្តហើយក៏ជាអ្វីដែលគ្រូយន្តបានរៀនដែរបើសិនជាអ្នកទាំងអស់គ្នាកំពុងតែចាំកុំចាំអីព្រោះថាយើងចាំមកយូរឆ្នាំខាត់ពេលវេលាយូរឆ្នាំអីបើសិនជាយើងចាយលុយអស់យើងអាចរកមកវិញបានតែបើខាត់ពេលវេលាចាយពេលវេលាអស់យើងអាចរកមកវិញបានទេចុះហេតុអីត្រូវចាំទៀតចាប់ដើមខណៈពេលនេះហើយសាងពេលនេះបន្តឲ្យលឿនបំផុតដោយសារគេអ្នកទាំងអស់គ្នាមនុស្សអាចចាំយើងបានតែពេលវេលាតែចាំយើងទេចុះហេតុអីយើងត្រូវចាំគាត់យល់ទេយើងដឹងពេលកើតតែយើងអត់ដឹងថាពេលណាដែលយើងទៅវិញអញ្ចឹងយើងអត់ដឹងផងហេតុអីយើងត្រូវចាំពេលខ្លះយើងទៅវិញអត់មានសមិទ្ធផលអ្នកយកអត់អញ្ចឹងបើអត់យកប្រឹងឲ្យពេញទំហឹងទៅយល់ទេបើសម្រាប់ចិត្តដាក់ខាតហើយអនុវត្តឲ្យលឿនបំផុតដោយក្តីស្រឡាញ់